ការធានាសិទ្ធិរបស់ស្ត្រីនិងក្មេងស្រីក្នុងគ្រប់ទិដ្ឋភាពគឺជាមធ្យោបាយតែមួយគត់ក្នុងការកសាងសេដ្ឋកិច្ចប្រកបដោយយុត្តិធម៌និងវិបុលភាពព្រមទាំងរក្សាភពផែនដីសម្រាប់មនុស្សជំនាន់ក្រោយនេះជាការលើកឡើងរបស់ឯកឧត្តមកតេនីតិកោសលបណ្ឌិតអឹមឈុនលឹមប្រធានក្រុមប្រឹក្សាធម្មនុញ្ញថ្លែងនៅក្នុងទិវាអន្តរជាតិនារី8មីនាខួបលើកទី114និងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2024និងផែនការសកម្មភាពឆ្នាំ2025របស់គណៈកម្មាធិការនារីនាបរិវេណអគារសវិមានរដ្ឋចំការមនរាជធានីភ្នំពេញបន្ទាប់ពីសម្ដេចស៊ីសុវត្ថិពងនារីមូនីពងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញបានអាននៅព្រះរាជសារសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលក្នុងឱកាសអបអរសាទរខួបលើកទី114ទិវាអន្តរជាតិនារី8មិនិនាឆ្នាំ2025រួចមកតំណាងគណៈកម្មាធិការនារីនៃក្រុមប្រឹក្សាធម្មនុញ្ញបញ្ជាក់អំពីសកម្មភាពការងាររបស់គណៈកម្មការដោយបានចូលរួមបម្រើការងារជាច្រើនរួមមានការងារសង្គមគិច្ចមនុស្សធម៌និងកម្មវិធីជាតិធំៗជាច្រើនផងដែរក្នុងន័យលើកដង្កើងការងារទូនាទីភារកិច្ចរបស់ស្ត្រីចូលរួមបានគ្រប់សកម្មភាពស្មើមុខស្មើមាត់ជាមួយក្នុងបុរសដែលធានាបាននូវប្រសិទ្ធភាពនិងការអភិវឌ្ឍទៅមុខជាបន្តបន្ទាប់ការថ្លែងរបស់ឯកឧត្តមកតេនីតិកោសលបណ្ឌិតអឹមឈុនលឹមប្រធានក្រុមប្រឹក្សាធម្មនុញ្ញប្រធានបទនាឆ្នាំនេះជាសារអំពាវនាវឲ្យបង្កើនឲ្យមានសកម្មភាពនានាសម្ដៅផ្ដល់ឲ្យស្ត្រីនិងក្មេងស្រីគ្រប់រូបនៅសិទ្ធិភាពអង្អាចនិងឱកាសស្មើគ្នាដើម្បីបង្កើតនៅអនាគតមួយសម្រាប់ស្ត្រីនិងក្មេងស្រីដោយធានាឲ្យបានថានឹងគ្មានស្ត្រីនិងក្មេងស្រីណាម្នាក់ត្រូវបានបោះបង់ចោលនោះទេបានបញ្ជាក់ឯកឧត្តមថាចំណុចសំខាន់នៃចក្ខុវិស័យនេះគឺការពង្រឹងភាពអង្អាចដល់មនុស្សជំនាន់ក្រោយជាពិសេសស្ត្រីវ័យក្មេងនិងក្មេងស្រីជំទង់ដែលជាកាតាលីករជំរុញដល់ការផ្លាស់ប្ដូរប្រកបដោយចីរភាពយូរអង្វែងទៅថ្ងៃខាងមុខឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់បន្ថែមថាការធានាសិទ្ធិរបស់ស្ត្រីនិងក្មេងស្រីក្នុងគ្រប់ទិដ្ឋភាពគឺជាមធ្យោបាយតែមួយគត់ក្នុងការកសាងសេដ្ឋកិច្ចប្រកបដោយយុត្តិធម៌និងវិបុលភាពព្រមទាំងថែរក្សាភពផែនដីសម្រាប់មនុស្សជំនាន់ក្រោយដូចនេះដើម្បីឲ្យស្ត្រីនិងក្មេងស្រីអាចទទួលបានសិទ្ធិគ្រប់គ្រាន់លក្ខខណ្ឌចាំបាច់ដែលពុំអាចខ្វះបាននោះគឺពួកគេត្រូវរស់នៅក្នុងប្រទេសមួយដែលមានអត្ថិភាពនៃសន្តិភាពពេញបរិបូរណ៍ឯកឧត្តមបញ្ជាក់ទៀតថាបច្ចុប្បន្ននេះស្ថានភាពអំណោយផលគឺសុខសន្តិភាពដែលបានកើតចេញពីនយោបាយឈ្នះឈ្នះដែលមានសម្ដេចតេជោហ៊ុនសែនជាស្ថាបនិកនិងមគ្គុទ្ទេសក៍និងជាប្រតិបត្តិការដ៏ប៉ិនប្រសប់ស្របតាមការដឹកនាំបន្តដ៏ស្វាហាប់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលនីតិកាលទី7បាននឹងកំពុងជំរុញឲ្យកម្ពុជាសម្រេចបាននូវវឌ្ឍនភាពខ្ពស់ក្នុងការលើកកម្ពស់សមភាព Gender និងភាពអង្អាចដល់ស្ត្រីនិងក្មេងស្រីកម្ពុជាតាមរយៈការដាក់ចេញនិងអនុវត្តនៅក្នុងគ្រប់វិស័យនៃគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដោយចាត់ទុកស្ត្រីជាស្នូលឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញថ្លែងថាក្នុងន័យនេះដើម្បីចូលរួមលើកកម្ពស់និងជំរុញគោលនយោបាយបដិវត្តកម្ម Gender របស់រាជរដ្ឋាភិបាលកម្ពុជាក្រុមប្រឹក្សាធម្មនុញ្ញនៅតែរក្សាជំហរគាំទ្រឲ្យមានកញ្ចប់ថវិកាឆ្លើយតបការងារ Gender បន្តលើកទឹកចិត្តផ្ដល់ការគាំទ្រផ្ដល់ឱកាសពេញលេញនិងស្មារភាពជូនមន្ត្រីរាជការជានារីក្នុងភាពជាអ្នកដឹកនាំនៅគ្រប់កម្រិត